ពុជាមជ្ឈមណ្ឌលថ្មី BYD បដិញ្ញាសាងសង់រោងចក្រអគ្គិសនីលំដាប់ពិភពលោកនិងគម្រោងក្នុងការរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅរោងចក្រដំឡើងរថយន្តអគ្គិសនីនិងមជ្ឈមណ្ឌលជួសជុលថែទាំនាពេលឆាប់ៗខាងមុខនៅថ្ងៃទី 2 ខែតុលាឆ្នាំ 2025 ឯកឧត្តមសុន ចន្ទថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី 1 ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co Ltd ដោយលោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារគោលបំណងសំខាន់នៃជំនុំនេះត្រូវបានធ្វើឡើងដើម្បីគោរពជំរាបឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីរបាយការណ៍ការងាររបស់ក្រុមហ៊ុន BYD នៅកម្ពុជាក្នុងរយៈពេលកន្លងមកវឌ្ឍនភាពនៃការអនុវត្តការងារសាងសង់រោងចក្រដំឡើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនិងគម្រោងក្នុងការរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅរោងចក្រដំឡើងរថយន្តអគ្គិសនីនិងមជ្ឈមណ្ឌលជួសជុលថែទាំនាពេលឆាប់ៗខាងមុខនៅក្នុងជំនួបនេះគណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co Ltd ក៏បានសម្ដែងនៅអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសម្របសម្រួលនានារបស់រាជរដ្ឋាភិបាលក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាចាប់តាំងពីដំណាក់កាលដំបូងនៃការចូលមកកាន់ទីផ្សារកម្ពុជាដំណាក់កាលនៃការសាងសង់រោងចក្រនិងរហូតឈានដល់ការចាប់ផ្ដើមដំណើរប្រតិបត្តិការដំឡើងរថយន្តរបស់ខ្លួនផងដែរបន្ថែមពីនោះលោកនាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD ក៏បានពំនាំនៅការកត់សម្គាល់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងសម្ព័ន្ធ BYD ដែលមានការភ្ញាក់ផ្អើលចំពោះល្បឿននៃការអនុវត្តការងារនៅកម្ពុជាហើយក្រុងនឹងយកជាករណីសិក្សាសម្រាប់ការវិនិយោគបន្តបន្ទាប់នាពេលអនាគតទន្ទឹមនឹងនេះដែរក្រុមហ៊ុនបានសម្ដែងនៅការបដិញ្ញាចូលរួមសហការជាមួយនឹងក្រុមហ៊ុន Huawei នៅក្នុងការរៀបចំសម្របសម្រួលលើបេសកកម្មជំរុញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មយានយន្តនិងអេឡិចត្រូនិករបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅក្នុងទីក្រុងឈៀនឈែនសាធារណរដ្ឋប្រជាមានិតចិននាពេលអនាគតជាការឆ្លើយតបឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងនៅក្តីសោមនស្សរីករាយទៅកាន់គណៈប្រតិភូក្រុមហ៊ុនចំពោះកំណើនប្រជាប្រិយភាពនៃការប្រើប្រាស់រថយន្តអគ្គិសនី BYD នៅកម្ពុជាឯកឧត្តមរំពឹងថាសម្ព័ន្ធ BYD នឹងពំនាំអំពីគុណសម្បត្តិនិងចំណុចវិជ្ជមាននានាដែលពាក់ព័ន្ធនឹងវិនិយោគនៅកម្ពុជាផ្សព្វផ្សាយបន្តទៅកាន់ដៃគូវិនិយោគនិងសហគមន៍ធុរកិច្ចរបស់ខ្លួនផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថាក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលរីករាយនឹងត្រៀមលក្ខណៈរួចជានិច្ចនៅក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជាសម្ដេចធានាបាននៅបរិយាកាសវិនិយោគប្រកបដោយភាពបត់បែនអំណោយផលនិងអនុគ្រោះបំផុតជូនដល់វិនិយោគិន